បាទសម្រាប់លោកអ្នកដែលចង់ចេះបដូរពីរូបថតទៅជារូបថតកាតសម្រាប់ដាក់បិទកាតបិទអីបាទសូមចូលមើលវីដេអូនេះបាទខ្ញុំនឹងបង្ហាញបងប្អូនបាទជាដំបូងបងប្អូនចូលទៅក្នុង browser មកហើយបងប្អូន search មកបាទ gemini.google.com បាទពេលបងប្អូនចូលហើយបងប្អូននេះមកបាទយើងចូលទៅ copy រូបភាពដែលយើងចង់ដាក់នឹងមកបាទចូលទៅរូបភាពដែលយើងចង់ដាក់នៅក្នុងនឹងមកបាទបន្ទាប់មកយើងផាសវាចូលបាទបន្ទាប់ពីផាសវាចូលហើយយើង enter វាទៅមុខឲ្យវា generate រូបភាពនឹងសិនបាទបន្ទាប់ពីវា generate រូបភាពនឹងហើយយើងចាប់ផ្ដើមទៅសេ prompt ដើម្បីឲ្យវាបដូរពីរូបភាពហ្នឹងទៅជារូបភាពដែលយើងអាចដាក់កាត់បុកលើបានបាទខ្ញុំដាក់ change this picture for staff ឲ្យសំដៅ to staff photo បាទអញ្ចឹងយើង enter មកហើយចាំវា generate បាទអញ្ចឹងលើយើងចាំវាបន្តិចសិនទៅអូខេបាទឥឡូវវា generate រួចហើយវាចេញមកបែបនេះប៉ុន្តែខ្ញុំអត់ចង់បានអញ្ចឹងទេខ្ញុំចង់បដូរអាវពណ៌អាវទៅជាអាវធំអញ្ចឹងយើងថែម script តទៀតអញ្ចឹងខ្ញុំថា change shirt to suit បាទអញ្ចឹងយើងដូរវាទៅជាអាវធំវិញពីព្រោះដើម្បីដាក់បិទកាតបាទហើយយើងចង់អាចដូរក្បាត់កដូរពណ៌ក៏បានទៀតដែរប៉ុន្តែឥឡូវយើងចាំមើលរូបភាពទៅសិនចាំមើល result វាចេញមកបែបណាចាំយើងគិតទៀតបាទអូខេអញ្ចឹងបាទរូបភាពប៉ុណ្ណឹងគឺខ្ញុំថាបានហើយយើងអាចដាក់កាតបានហើយយើងចង់អាចលុប background លុបអីពីក្រោយហ្នឹងក៏តាមក្រោយទៅបាទតែខ្ញុំយកតែប៉ុណ្្នឹងទេបាទអញ្ចឹងខ្ញុំអត់ចាំបាច់ដូរទៀតទេបាទប៉ុណ្្នឹងបានហើយបាទគឺដាក់បិទកាតខ្ញុំបានហើយបាទអរគុណបាទ